សួស្តីបងប្អូនទាំងអស់គ្នាយប់នឹងគឺយើងមានរឿងថ្មីទៀតហើយដោយសាច់រឿងនឹងដែរគឺយើងនិយាយអំពីដើមជ្រៃមួយដែលនៅសាលារៀននៅខាងតំបន់ដាច់ស្រយាលមួយតែយើងអត់បញ្ចេញឈ្មោះទេដោយហេតុការណ៍នឹងដែរគឺបានកើតឡើងយូរហើយកើតឡើងតាំងពី15ឆ្នាំមុនហ្នឹងហើយវីដេអូនឹងដែរគឺចង់និយាយបន្តិចដោយសារថាវីដេអូពីវីដេអូមកហ្នឹងគឺខ្ញុំពិតជាធ្វើវីដេអូបានខ្លីៗមែនតើបាទត្រឹមតែ10នាទីឬក៏10នាទីតិចតួចអីចឹងគឺវាតិចមែនតើធ្វើឲ្យអ្នកស្ដាប់ហ្នឹងស្ដាប់ថាបន្តិចហ្នឹងចប់បាត់ហើយមានអាយុទេ10នាទីហ្នឹងធម្មតាយើងនិយាយរឿងខ្មោចយើងត្រូវធ្វើពីរឿងវែងបន្តិចដើម្បីឲ្យស្ដាប់ទៅមានការជក់ចិត្តជក់អារម្មណ៍ចឹងណាតែខ្ញុំនិយាយបានខ្លីពេកអញ្ចឹងសង្ឃឹមថាវីដេអូហ្នឹងយើងនឹងអាចមានវីដេអូរៀងវែងជាងមុនអញ្ចឹងណាហ្នឹងហើយឥឡូវចាំយើងមើលទាំងអស់គ្នានេះច្រឡំមើលយើងស្ដាប់ទាំងអស់គ្នាភ្លេចបញ្ជាក់បន្តិចរើដងខ្ញុំនិយាយនឹងទូរស័ព្ទតែឥឡូវយើងមាន microphone សម្រាប់និយាយហើយតែ microphone ហ្នឹងមិនមែន microphone អីទេគឺកាសទេអានេះកាសសម្រាប់ដាក់ក្នុងមួកក្លុបមួកសុវត្ថិភាពអីទេអត់មានអីនិយាយទេយកអានេះមកនិយាយបណ្ដោយណាគីឡូបានសំឡេងវារៀងច្បាស់ជាងយើងនិយាយនឹង voice ក្នុងទូរស័ព្ទទៅបើសារនិយាយមុននិយាយនឹង voice ក្នុងទូរស័ព្ទទេតែពេលឥឡូវយើងមានmicrophone អញ្ចឹងណាហ្នឹងហើយមើលថាវាអេមកម្រិតណាហើយសំឡេងដែលពងនិយាយហ្នឹងគឺសំឡេងរបស់ microphone ហ្នឹងឯងនឹងថាច្បាស់ល្អឬអត់ទេនេះចេះតែនិយាយមកវីដេអូហ្នឹងតោះកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងទាំងអស់គ្នាហើយសាច់រឿងនឹងដែរគឺបានកាត់ឡើងទៅលើបងប្រុសម្នាក់ឈ្មោះថាបងពិសិដ្ឋហើយសាច់រឿងនឹងដែរបងពិសិដ្ឋគាត់បានប្រាប់ថារឿងនឹងកើតឡើងតាំងពី15ឆ្នាំមុនមកហើយបងពិសិដ្ឋហ្នឹងគាត់ក៏បានប្រាប់ពីជីវប្រវត្តិរបស់គាត់ដោយបងពិសិដ្ឋហ្នឹងគាត់បានរស់នៅទីក្រុងភ្នំពេញហើយគាត់អត់មានម្ដាយឪពុកបង្កើតទេបាទគាត់មានតែឪពុកម្ដាយចិញ្ចឹមបាទប្រហែលជាឪពុកម្ដាយបង្កើតរបស់គាត់បានស្លាប់អីក៏មិនដឹងដែរហ្នឹងហើយគាត់ថាតាំងពីតូចមកគឺគាត់បានរស់នៅជាមួយនឹងឪពុកម្ដាយចិញ្ចឹមរបស់គាត់នៅទីក្រុងភ្នំពេញហើយស្រាប់តែបងពិសិដ្ឋហ្នឹងគាត់បានរៀននៅសាលាមួយគាត់រៀនប៉ាកែមែនទេហ្នឹងហើយឥឡូវយើងនិយាយកាត់ពីថាគាត់រៀនមកដល់ថ្នាក់ទី12ទៅចុះអញ្ចឹងពេលដែលគាត់ប្រឡងថ្នាក់ទី12ចប់ហ្នឹងគឺគាត់ទទួលបានការងារមួយដែលខាងក្រសួងគេដាក់ឲ្យធ្វើគឺគាត់ខ្លាចជាគ្រូបង្រៀនតែគ្រូបង្រៀនបែបគ្រូបង្រៀនប្រភេទចុះកិច្ចសន្យាហ្នឹងគេហៅគ្រូបង្រៀនកិច្ចសន្យាអញ្ចឹងយើងត្រូវទៅបរៀនសិស្សនៅទីតាំងនេះទីតាំងនោះស្រេចទៅលើក្រសួងគេដាក់ឲ្យទេហើយបងពិសិដ្ឋហ្នឹងគាត់ក៏បានចាប់ឈ្មោះចុះទៅបង្រៀននៅសាលាមួយនៅតំបន់ដាច់ស្រយាលមែនទែនបាទនៅភូមិមួយតែគាត់អត់បញ្ចេញឈ្មោះភូមិទេដោយសាលារៀនដែលគាត់ត្រូវទៅបង្រៀននឹងដែរគឺសាលាហ្នឹងរៀងចាស់មែនទែនហើយនៅជិតសាលាហ្នឹងគឺមានដើមជ្រៃដ៏ធំមួយហ្នឹងហើយដើមជ្រៃធំមួយនៅជិតសាលាហ្នឹងដើមជ្រៃហ្នឹងបើតាមយើងមើលអាយុកាលវាដូចជាមិនក្រោម100ឆ្នាំទេដើមជ្រៃហ្នឹងគឺពិតជាធំមែនទែនជាប្រភេទដើមជ្រៃមើលទៅធំមែនទែនគឺថាមនុស្សឈរ3នាក់ក៏អត់ជុំដែរហើយសាលាដែលគាត់ត្រូវទៅបង្រៀនហ្នឹងគឺជាសាលាបឋមអ្នកគ្នាខ្ញុំភ្លេចបញ្ជាក់ត្រង់ហ្នឹងគឺសាលាបឋមសាលាដែលយើងត្រូវបរៀនកូនក្មេងអញ្ចឹងហ្នឹងហើយបរៀនចាប់ពីថ្នាក់ទី1ដល់ទី6អីចឹងទៅហ្នឹងហើយសាលាបឋមគឺគេបរៀនសិស្សដែលត្រឹមអាយុប៉ុណ្ណឹងណាត្រឹមរៀនថាត្រឹមហ្នឹងមិនមែនបរៀនសិស្សប្រភេទសិស្សធំអីទេគឺសិស្សប្រភេទទូចៗហ្នឹងឯងហើយពេលដែលគាត់ទៅចុះបង្រៀនថ្ងៃដំបូងហ្នឹងគឺគាត់មានអារម្មណ៍ថាចម្លែកមែនទេដោយសារតែក្មេងៗទាំងអស់ហ្នឹងគឺមុខវាអត់សូវមានភាពដូចថារីករាយសោះហ្នឹងហើយភាគច្រើនធម្មតាកូនក្មេងវាតែងតែលេងច្រើនសើចសប្បាយច្រើនអីចឹងទៅក៏ប៉ុន្តែពួកក្មេងៗដែលបងពិសិដ្ឋចុះទៅបង្រៀនហ្នឹងគឺថាមុខម្នាក់ដូចថាអត់សូវរីករាយដូចជាមានបញ្ហាអីចឹងហើយបងពិសិដ្ឋក៏អត់ខ្វល់ដែរសារប្រហែលជានៅនឹងក្មេងៗវាអត់មានដូចថាអត់មានអ្នកមកលក់ដូរលក់អីនៅក្នុងសាលាទេតែពេលចឹងទៅក៏គីឡូវាស្ងាត់អីទៅវាទឹកមុខចឹងណាហ្នឹងហើយនឹងតាមចរិតក្មេងចឹងទៅហើយគាត់ក៏មិនខ្វល់ដែរក៏បរៀនសិស្សនឹងតាមការធម្មតាចឹងរបស់គាត់ទៅហើយភ្លេចបញ្ជាក់បន្តិចអ្នកគ្នាដោយសារតែបងពិសិដ្ឋគាត់បានចុះមកនៅឆ្ងាយគាត់ចុះមកបរៀននៅឆ្ងាយចឹងអញ្ចឹងក៏គាត់មានផ្ទះមួយផ្ទះហ្នឹងគេឲ្យគាត់រស់នៅទេផ្ទះរៀងចាស់ដែរទេហើយផ្ទះហ្នឹងគឺនៅអត់ឆ្ងាយពីសាលារៀនដែលគាត់ត្រូវបង្រៀនបានទេប្រហែលជាឆ្ងាយត្រឹម300-400ម៉ែត្រអីហ្នឹងអញ្ចឹងវាអត់ឆ្ងាយពីសាលារៀនដែលមានដើមជ្រៃធំមួយហ្នឹងប្រហែលទេផ្ទះគាត់នៅជាសាលារៀនហ្នឹងផ្ទះគេឲ្យជួលនៅអញ្ចឹងណាមិនជួលនៅទេដូចថាក្រសួងគេឲ្យនៅអញ្ចឹងដោយសារគាត់ប្រាប់មកមេភូមិដើម្បីឲ្យមេភូមិរៀបចំកន្លែងឲ្យគាត់នៅអញ្ចឹងទៅហើយពេលដែលបងពិសិដ្ឋបង្រៀនសិស្សក្មេងៗហ្នឹង
ឲ្យទៅដល់ម៉ោង5ភ្លាមសឹងថាម៉ោង5មិនទាន់ស្រួលល្អផងក៏ស្រាប់តែមានឪពុកម្ដាយឬក៏មេដាបេដាក្មេងអាណាព្យាបាលអីណាមកយកក្មេងៗហ្នឹងទៅផ្ទះវិញលឿនមែនតើមិនទៅដូចជាចម្លែកអ្នកគ្នាធម្មតាជួនកាលក្មេងៗពេលខ្លះចុះពីរៀនចុះអីទៅអ្នកខ្លះនៅលេងនៅអីចឹងណាអ្នកក្មេងៗខ្លះចូលចិត្តចុះពីរៀនអត់ងាយទៅផ្ទះទេក៏ប៉ុន្តែនៅកាលជំនាន់ហ្នឹងគឺឲ្យតែចេញពីរៀនឲ្យតែដល់ម៉ោង5ភ្លាមចេញពីរៀនភ្លាមនឹងតាឪពុកម្ដាយរបស់ក្មេងៗហ្នឹងមកយកទៅផ្ទះហើយអត់មានចាំឲ្យក្មេងនៅយូរអីទេមកទាំងអស់គ្នាមកអត់មានក្មេងណាដែលអត់មានឪពុកម្ដាយមកយកទេគឺមានទាំងអស់គ្នាបណ្ដោយហើយបងពិសិដ្ឋក៏គាត់ចម្លែកចិត្តដែរថាមិនបានជាអញ្ចឹងដូចជាចម្លែកដល់ហើយនេះគាត់គ្រាន់តែឈរគិតឆ្ងល់ហ្នឹងក៏ស្រាប់តែមានមេភូមិម្នាក់ដែលមកប្រាប់មេភូមិដែលថាឲ្យទេដែលគិតនៅហ្នឹងឲ្យទេដែលថាទេនៅចិត្តសាលារៀនហ្នឹងដែលឲ្យបងពិសិដ្ឋមករៀនសិស្សក្មេងៗហ្នឹងទៅអញ្ចឹងពេលហ្នឹងលោកមេភូមិហ្នឹងបានដើរមកប្រាប់ថាយប់ហ្នឹងគឺត្រូវស្នាក់នៅផ្ទះនេះដែលនៅចិត្តសាលារៀននេះហើយពេលដែលមេភូមិហ្នឹងកំពុងតែនិយាយពីត្រូវយកអីវ៉ាន់អីមកដាក់ក្នុងផ្ទះហ្នឹងខ្លះអីខ្លះអញ្ចឹងទៅកំពុងតែនិយាយហ្នឹងបងពិសិដ្ឋក៏គាត់ឆ្ងល់ក៏គាត់រៀងសួរអីទៅថាមិនបានក្មេងៗនៅហ្នឹងមិនក៏ម៉ោង5មិនទាន់ផងមានមេដាឬក៏អាណាព្យាបាលអីមកយកទៅផ្ទះអស់លេងអញ្ចឹងមិនក៏នៅហ្នឹងមានរឿងអីមែនហើយពេលហ្នឹងលោកមេភូមិក៏គាត់រឿងអត់ចង់ប្រាប់ទេតែក៏គាត់នឹកឃើញគាត់មិនប្រាប់ក៏មិនកើតដែរអញ្ចឹងគាត់ក៏ប្រាប់ទៅលោកមេភូមិហ្នឹងគាត់បានប្រាប់ថាកាលពីប្រហែលឆ្នាំមុនហ្នឹងគឺក្មេងៗអាសាបាត់ខ្លួនមែនទែនឲ្យតែចុះពីរៀនអីក្រទៅផ្ទះអីដឹងតែបាត់ក្មេងជួនកាលមួយថ្ងៃមួយឬក៏2-3ថ្ងៃបាត់មួយអញ្ចឹងអាសាបាត់ក្មេងមែនទែនអញ្ចឹងឪពុកម្ដាយរបស់គេរកអត់ឃើញពេលដែលបាត់ក្មេងយូរទៅក៏គេមានការប្រុងប្រយ័ត្នអញ្ចឹងឲ្យតែជិតដល់ម៉ោងចេញពីរៀនគឺមេដាបេដាអាណាព្យាបាលតែងតែមកចាំយកសិស្សដែលចេញពីរៀននឹងមកព្រោះអីគេគិតថាប្រហែលជាដើមជ្រៃមួយហ្នឹងវាមានអីមិនល្អពេលក្មេងៗចេញមកតែងតែបាត់ខ្លួននៅចិត្តអាដើមជ្រៃហ្នឹងអញ្ចឹងម្នាក់ក៏ចេះខ្លាចទៅឲ្យតែឃើញសិស្សចេញពីរៀនភ្លាមក៏មកយកកូនមកយកអីទៅផ្ទះបណ្ដោយទៅហើយពេលយប់ឡើងហ្នឹងបងពិសិដ្ឋក៏គាត់ទៅផ្ទះដែលមេភូមិឲ្យគាត់រស់នៅក្នុងហ្នឹងទៅអញ្ចឹងពេលដែលយប់ទី1ដែលគាត់នៅក្នុងផ្ទះហ្នឹងគាត់ចូលដេកហើយគាត់ស្រាប់តែចិត្តដេកហើយគាត់ងុយដេកហ្នឹងហើយមុននឹងដេកអីក៏ស្រាប់តែឮសំឡេងដូចជាមានក្មេងរត់លេងជុំវិញផ្ទះគាត់ហើយគាត់ឮសំឡេងដូចជាសំឡេងក្មេងសើចសំឡេងក្មេងរត់លេងអីចឹងទៅគាត់ក៏ឆ្ងល់ថាទេលោកមេភូមិគាត់បានប្រាប់ថាពេលយប់ឡើងអត់មានក្មេងណាហ៊ានមកនៅម្ដុំនឹងទេចាំមិនក៏ឮសំឡេងក្មេងអីគេមករត់លេងនឹងយប់ចឹងគាត់ក៏អើតមើលតាមពងួយរបស់គាត់បើកពងួយឲ្យអើតមើលហើយពេលគាត់អត់មើលអត់ឃើញមានអីទេគឺថាឃើញថាអាមេឃជ្រៃហ្នឹងវាបក់ល្វិចហ្នឹងហើយបងពិសិដ្ឋក៏គាត់គិតថាប្រហែលជាគាត់ស្ដាប់ច្រឡំហ្នឹងប្រហែលជាខ្យល់វាបក់ជាមួយនឹងអាមេឃជ្រៃហ្នឹងទៅវាឮសលេងដូចក្មេងរត់វាឮឆ្វិចដូចសលេងសើចអីហ្នឹងគាត់ចែនិយាយប្លុកខ្លួនឯងហ្នឹងហើយអាហ្នឹងយប់ទី1គាត់មើលទៅអត់ឃើញមានអីទេហើយក៏បិទភ្នែកដេកតាមការដេករបស់គាត់ទៅហើយពេលដល់ព្រឹកឡើងក៏អត់មានបញ្ហាដែរគាត់ក៏ទៅបរៀនសិស្សជាធម្មតាទៅហើយពេលដែលយប់ទី2ក៏គាត់ដេកទៅគឺអត់មានអីទេដូចរើដងលឺសលេងក្មេងសលេងអីហ្នឹងពេលបើកទ្វារបើកប្អូនគិតមើលទៅក៏អត់ឃើញមានមនុស្សអត់ឃើញមានអីដែរដូចតែរើដងអញ្ចឹងដល់ពេលធម្មតាអញ្ចឹងក៏ដល់យប់ទី3ហើយយប់ទី3ហ្នឹងបងពិសិដ្ឋកំពុងតែដេកហ្នឹងក៏ដូចជាមានតំណក់ទឹកអីស្រក់មកពីលើដបូលចំមុងមកគាត់ហើយគាត់ដេកនៅក្នុងមុងហ្នឹងមានទឹកតំណក់មកតក់អញ្ចឹងគាត់ថាទេអាហ្នឹងទឹកអីគេព្រោះមិនអត់មានភ្លៀងទេក៏មានទឹកមកពីណាហើយគាត់អត់ខ្វល់ទេប្រហែលជាទឹកសើមទឹកអីវាលិចមកតាមដបូលអីទៅគាត់ក៏ស្ងប់ដេកទៅវិញទៀតហើយស្រាប់តែដេកបានមួយស្ទុះហ្នឹងក៏មានទឹកតំណក់ហ្នឹងមកទៀតដែរតក់មកទៀតដល់ពេលអញ្ចឹងទៅគាត់ក៏ហើយទឹកអីគេគាត់បើកពិលរបស់គាត់ឈួលមើលថាហ្នឹងទឹកអីគេដល់ពេលមើលទៅទឹកហ្នឹងដូចរៀងក្រហមមិនអីហើយគាត់ក៏ហិតមើលទៅទេទឹកហ្នឹងក្លិនដូចរៀងឆ្អាបឈាមតិចឬក៏ដូចជាទឹកបឹងទឹកអីគាត់រៀងឆ្ងល់ហើយគាត់ចង់ដឹងក៏គាត់ដើរចេញទៅខាងកន្លែងគៀនផ្ទះគាត់តិចមកឈុលមើលទៅលើដបូលហើយពេលដែលគាត់ឈុលទៅមើលលើដបូលផ្ទះគាត់ហ្នឹងគាត់ស្រាប់តែឃើញមានអាវសាឡាមួយអាវសតែអាវហ្នឹងដូចរៀងប្រឡាក់ភក់ប្រឡាក់អីមិនយ៉ាងនេះអ្នកនរ
ប្រឡាក់ពុកហើយដូចជាលហែកនិយាយយ៉ាយមែនតើហើយគាត់ឆ្ងល់ថាទីអាហ្នឹងអាវដូចជាអាវសិស្សសាលាគាត់ក៏យកឈើមកឆ្កឹះវាយកមកមើលថានឹងអីគេហើយគាត់យកមកមើលមកគឺអាវរៀនមែនអ្នកគ្នាអាវរៀនរបស់កូនសិស្សគឺថាអាវនឹងប្រឡាក់ទៅដោយភក់ធំក្លិនដូចទឹកបឹងទឹកអីចឹងទៅហើយពេលហ្នឹងគាត់ក៏ចម្លែកដែរប្រហែលជាគាត់ក៏គិតក្នុងចិត្តណាគាត់គិតតាមវិទ្យាសាស្ត្រគាត់ប្រហែលថាប្រហែលជាក្មេងៗវាប្រឡែងគ្នាទៅវាទាញអាវគ្នាលហែកអាយយាយទៅអាវនឹងវាធ្លាក់តាមដីទៅវាប្រឡែងគ្នាគប់ចូលមកលើតបូទិសអីនេះក៏អាចថាបានដែរមិនចឹងពេលគាត់គិតចឹងឡើងគាត់ក៏ទៅបរៀនសិស្សជាធម្មតាតែណាបាទតែពេលគាត់បរៀនសិស្សជាធម្មតារួចឥឡូវយើងនិយាយកាត់ណាមកដល់យប់ទី4ម្ដងអញ្ចឹងយប់ទី4ហ្នឹងគាត់អត់មានបញ្ហាអីទេយប់ទី4ហ្នឹងគឺស្ងាត់ល្អមែនទេលឺសំឡេងដូចជាក្មេងរត់លេងអីចឹងទៅហ្នឹងហើយក្មេងរត់លេងសំឡេងសើចក្មេងអីចឹងទៅតែគាត់ពេលដែលគាត់បើកពួយបើកអីទៅក៏ដូចជារត់រងនឹងគាត់បានឃើញចឹងគឺអត់មានអីទេមានតែខ្យល់បក់អាមេឃជ្រៃហ្នឹងហើយស្រាប់តែយប់ទី5ពេលដែលបងពិសិដ្ឋកំពុងតែដេកលក់ក៏ស្រាប់តែគាត់មានអារម្មណ៍ថាដូចជាមានដៃអ្វីមួយយ៉ាងតិចមកចាប់ចុងជើងរបស់គាត់ថាដូចជាដេកយល់សពហ្នឹងដល់ពេលគាត់ភ្ញាក់ឡើងពេលព្រឹកឡើងគាត់ភ្ញាក់ឡើងគាត់មើលជើងរបស់គាត់គឺឃើញមានស្នាមម្រាមដៃអ្នកគ្នាឃើញស្នាមដូចជាម្រាមដៃចាប់កជើងគាត់មែនចាប់អាកន្លែងមកជួកជើងគាត់ណាឃើញដូចស្នាមម្រាមដៃចឹងហើយគាត់ថាដូចជាមិនសូវស្រួលសោះហើយគាត់ចង់ដឹងគាត់ស្រាវជ្រាវមើលគាត់ចង់ដឹងថានៅនឹងវាមានហេតុការណ៍អីកើតឡើងគាត់ចង់ដឹងរឿងណាហើយស្រាប់តែគាត់ដើរទៅផ្ទះមួយនៅជិតនឹងផ្ទះហ្នឹងផ្ទះយាយនឹងឈ្មោះយាយម៉ៅគាត់ដើរទៅផ្ទះយាយម៉ៅទៅសួរគីឡូនៅនឹងមានហេតុការណ៍អីពីមុនមកដែលគាត់អត់ដែលបានដឹងអញ្ចឹងណាពេលដែលគាត់យករឿងនឹងទៅសួរយាយម៉ៅទៅយាយម៉ៅគាត់បាននិយាយថានៅនឹងកាលពី15ឆ្នាំមុនហ្នឹងគឺមានគ្រូបរិញ្ញាបត្រម្នាក់មកមុនអូនឯងហ្នឹងមកធ្វើគ្រូបរិញ្ញាបត្រយូរណាស់ហើយគាត់ហ្នឹងគឺស្រឡាញ់ក្មេងៗណាស់គាត់បរិញ្ញាបត្របឋមដូចបងពិសិដ្ឋសប្ងៃហ្នឹងណាតែគាត់បរិញ្ញាកាលពីចំនួន15ឆ្នាំមុនទៀតហ៎អញ្ចឹងគាត់ស្រឡាញ់ក្មេងៗមែនតើឲ្យតែពេលដល់ម៉ោងជីងលេងជីងអីហ្នឹងគាត់តែងតែមកលេងជាមួយនឹងក្មេងៗដែលជាសិស្សរបស់គាត់ហ្នឹងហើយគាត់អត់ចេះប្រកាន់ជាមួយក្មេងជាមួយអីទេហ្នឹងហើយគាត់ធម្មតាមនុស្សស្រឡាញ់ក្មេងគឺគាត់ចូលចិត្តលេងជាមួយក្មេងចឹងហើយអ្នកគ្នាចាំសង្កេតមើលតែគ្រូបឋមទៅពេលច្រើនឲ្យតែគ្រូបឋមគឺចូលចិត្តលេងជាមួយនឹងក្មេងៗមែនតើហើយធម្មតាក្មេងៗក៏ចូលចិត្តគ្រូបឋមដែរហ្នឹងហើយឲ្យតែប៉ះគ្រូបឋមអីចឹងគឺចូលចិត្តលេងជាមួយណាព្រៃគ្រូបឋមចូលចិត្តសំដីផ្អែមនិយាយល្អនិយាយលេងសើចជាមួយអញ្ចឹងណាហ្នឹងហើយស្រួលរៀនទៅរៀនស្រួលចូលដែរជួបជាមួយនឹងគ្រូអញ្ចឹងណាបើជួបមួយគ្រូខ្លះវិញអត់ទេវាយយោហ្នឹងចំនួនមុនអីដល់កហើយស្រាប់តែមានថ្ងៃមួយនេះយាយម៉ៅគាត់និយាយថាមានថ្ងៃមួយហ្នឹងកូនប្រុសរបស់លោកគ្រូម្នាក់ហ្នឹងឈ្មោះលោកគ្រូធុនហ្នឹងណាបានលងទឹកស្លាប់នៅពេលដែលបានលងទឹកស្លាប់ហ្នឹងទៅលោកគ្រូធុនគាត់មានកូនប្រុសតែម្នាក់ផងដល់ពេលគាត់ឃើញកូនប្រុសគាត់ស្លាប់អញ្ចឹងគាត់ក៏យំអាណិតកូនគាត់ខ្លាំងមែនទែនដោយសារគាត់មានកូនប្រុសតែមួយផងហើយគាត់ធ្វើគ្រូបង្រៀនហ្នឹងគាត់ព្យាយាមបង្រៀនកូនគាត់ឲ្យធ្វើល្អធ្វើអីអញ្ចឹងកូនគាត់មិនហ្នឹងក៏ជាមនុស្សល្អដែរអញ្ចឹងពេលដែលកូនគាត់ស្លាប់បាត់ទៅហ្នឹងគាត់ក៏ខូចចិត្តមែនទែនគាត់អត់មានអ្វីជាទីពឹងទៀតទេហើយគាត់ខូចចិត្តពេកហ្នឹងក៏គាត់ទៅចងកសម្លាប់ខ្លួននៅនឹងអាដើមជ្រៃហ្នឹងអាដើមជ្រៃធំមួយហ្នឹងហើយដោយសារតែគាត់ខូចចិត្តខ្លាំងពេកអញ្ចឹងគាត់អត់មានអីក្រៅពីទៅចងកសម្លាប់ខ្លួនទេហើយភ្លេចបញ្ជាក់តិចអ្នកគ្នាដោយសារគាត់ប្រពន្ធគាត់គឺអត់មានទេប្រពន្ធគាត់គឺអត់មានទេដោយសារតែប្រពន្ធគាត់គឺបានស្លាប់មុនគាត់បាត់ហើយហ្នឹងហើយប្រពន្ធគាត់បានបង្កើតកូនប្រុសឲ្យគាត់មួយហើយក៏គាត់បានស្លាប់ទៅបាត់ទៅដល់ពេលអញ្ចឹងទៅគឺគាត់នៅតែជាមួយនឹងកូនប្រុសរបស់គាត់មកដល់សប្តាហ៍ហ្នឹងក៏ប៉ុន្តែពេលហ្នឹងគាត់បានចងកស្លាប់ខ្លួនបាត់ហើយអញ្ចឹងគាត់បានស្លាប់ទាំងកូនទាំងឪពុកហើយគាត់បានស្លាប់នឹងចងកនៅនឹងអាដើមជ្រៃមួយហ្នឹងដែលនៅជិតសាលារៀនហ្នឹងហើយតាំងពីពេលហ្នឹងមកក៏ស្រាប់តែមានហេតុការណ៍បាត់ក្មេងដូចថាបាត់ក្មេងពេលដែលក្មេងមានគ្រូបរិញ្ញាបត្រផ្សេងទៀតមកបរិញ្ញាដល់ពេលបរិញ្ញាបត្រអញ្ចឹងទៅដល់ពេលដល់ម៉ោងចេញទៅផ្ទះចេញទៅអីហ្នឹងអត់បានជាមើលក្មេងមើលអីដល់ពេលស្អែកឡើងអត់ឃើញក្មេងនឹងមករៀនទេហើយចេះតែសួរពុកម្ដាយថាខ្ញុំបាត់ក្មេងបាត់កូនអត់ឃើញកូនខ្ញុំមកផ្ទះមកអីតាំងពីម្សិលមិញអីដល់ពេលអញ្ចឹងទៅក៏មានហេតុការណ៍បាត់ក្មេងដូចជាដែលខ្ញុំនិយាយពីដើមមកហ្នឹងហើយស្រាប់តែ2-3ថ្ងៃឬក៏មួយអាទិត្យអីហ្នឹងតែងតែបាត់ក្មេងម្ដងមួយ
ហើយអ្នកភូមិខ្លះគាត់បាននិយាយថាប្រហែលជាខ្មោចលោកគ្រូធុនដែលបានចងកនៅដើមជ្រៃហ្នឹងកាលគាត់នៅរស់គឺគាត់ស្រឡាញ់ក្មេងៗមែនទែនប្រហែលជាគាត់យកជីវិតក្មេងៗហ្នឹងយកទៅលេងជាមួយនឹងកូនរបស់គាត់ដែលកូនរបស់គាត់ដែលបានលងទឹកស្លាប់គាត់ប្រហែលជាយកជីវិតក្មេងៗទាំងអស់ហ្នឹងយកទៅលេងជាមួយកូនគាត់កុំឲ្យកូនគាត់អត់សុខអីចឹងណាហ្នឹងហើយអ្នកភូមិមួយចំនួនគាត់តែងតែគិតអញ្ចឹងម្នាក់អត់ដឹងច្បាស់ទេតែគាត់ថាគ្រូធុនដែលបានស្លាប់ដែលបានចងកក្នុងដើមជ្រៃហ្នឹងគឺយកជីវិតក្មេងៗយកទៅលេងជាមួយនឹងកូនរបស់គាត់ណាមួយដោយសារតែគាត់ស្រឡាញ់ក្មេងៗផងដែរចឹងម្នាក់ក៏ចោទទៅលើលោកគ្រូធុនហ្នឹងថាលោកគ្រូធុនហ្នឹងប្រហែលជាយកជីវិតក្មេងៗទៅហើយស្រាប់តែមានថ្ងៃមួយទៀតពេលដែលបងពិសិដ្ឋគាត់បានបរៀនសិស្សក្មេងៗហ្នឹងចប់ពេលដល់ម៉ោង5អញ្ចឹងក្មេងៗមិនទៅផ្ទះអស់អញ្ចឹងពេលទៅផ្ទះអស់ហ្នឹងបងពិសិដ្ឋគាត់បានឃើញកូនសមអាចកោមនៅក្នុងអាថតតុដែលគាត់បរៀនហ្នឹងណាឃើញសហ្នឹងក៏ឆ្ងល់អាហ្នឹងសអីគេគាត់កាន់សហ្នឹងទៅដើរចាក់តាមបន្ទប់បន្ទប់នៅនឹងសាលារៀនហ្នឹងអញ្ចឹងគាត់បានចាក់នឹងបន្ទប់មួយបន្ទប់ហ្នឹងជាបន្ទប់ឯកសារអញ្ចឹងគាត់ចង់ដឹងគាត់ចាក់សនឹងបើកមើលទៅគីឡូបន្ទប់ហ្នឹងមានអីអញ្ចឹងណាអញ្ចឹងគាត់បើកសហ្នឹងទៅពេលគាត់ចូលទៅដល់ហ្នឹងគឺគាត់ឃើញមានសភៅមួយហើយគាត់ដើរទៅមើលទៅគាត់ស្រាប់តែឃើញសភៅហ្នឹងដាក់ថាសភៅកំណត់ហេតុអញ្ចឹងដូចថាជំនាន់មុនអីអ្នកខ្លះចូលចិត្តទៅសេសភៅកំណត់ហេតុដែរអ្នកគ្នាដូចថាខ្លួនគាត់មានរឿងអីអញ្ចឹងគាត់ទៅសេកំណត់ហេតុប្រចាំថ្ងៃរបស់គាត់អញ្ចឹងទៅអញ្ចឹងស្រាប់តែបងពិសិដ្ឋគាត់បើកសភៅហ្នឹងមើលហើយសភៅគាត់ហ្នឹងគាត់បើកមើលទៅគាត់ដឹងថាសភៅហ្នឹងគឺជាសភៅរបស់លោកគ្រូធុនហ្នឹងហើយរបស់លោកគ្រូធុនដែលបានចងកសម្រាប់ខ្លួនហ្នឹងគាត់បានឃើញគេទៅសេអក្សរនៅលើហ្នឹងគាត់ឃើញសរសេរអក្សរថាគេបានសម្លាប់កូនរបស់ខ្ញុំមិនមែនលងទឹកទេពេលដែលគាត់អានចប់ហ្នឹងគាត់ព្រឺឆ្អឹងខ្នងមែនទេហើយពេលហ្នឹងគាត់ស្រាប់តែទ្វាដែលគាត់បើកចូលមកមិញហ្នឹងស្រាប់តែបិទផាំងល្ងឹតឈឹងពេលក្នុងបន្ទប់ហ្នឹងយើងបើកទ្វារវាមានពលឺចេញពីអាថ្ងៃតែម៉ោង5ហ្នឹងវាមិនទាន់ល្ងឹតប៉ុន្មានទេវាមានពលឺមានអីទៅដល់ពេលបិទទ្វារផាំងមកចឹងមកគឺល្ងឹតឈឹងមែនទេហ្នឹងហើយគាត់ក៏ពេលហ្នឹងគាត់ស្រាប់តែឮសលេងក្មេងសើចហើយស្រែកថាជួយខ្ញុំផងស្រែកឡើងពេញថ្នាក់ហ្នឹងហើយបងពិសិដ្ឋភ័យមែនទេគាត់ក៏រត់ទៅលុះទ្វារធាក់ទ្វារហ្នឹងចេញមកក្រៅមកបណ្ដោយមកហ្នឹងហើយគាត់ភ័យខ្លាំងមែនទេយប់ហ្នឹងមិនយប់ទេល្ងាចហ្នឹងហើយពេលដែលបងពិសិដ្ឋចេញមកហ្នឹងគាត់គិតក្នុងចិត្តគាត់ឆ្ងល់ដែរថាចុះបើសិនជាកូនរបស់លោកគ្រូធុនដែលបានបរៀនសិស្សគាត់តាំងពី15ឆ្នាំមុនហ្នឹងគាត់ថាកូនគាត់មិនមែនលងទឹកទេគឺមានគេសម្លាប់អញ្ចឹងគាត់ឆ្ងល់ថាទេអ្នកណាគេអ្នកសម្លាប់កូនគាត់មិនរយយុទ្ធធម៌ឲ្យគាត់ផងហើយជាគាត់រយយុទ្ធធម៌ឲ្យខ្លួនបានគាត់ចង់កសម្លាប់ខ្លួនមិនដឹងហើយយប់ហ្នឹងបងពិសិដ្ឋគាត់អត់សុខចិត្តទេគាត់ចង់ដើរទៅសួរលោកមេភូមិគាត់ចង់ទៅសួរដឹងរឿងហើយគាត់ស្រាប់តែដើរទៅទាំងយប់ហ្មងដើរទាំងយប់ទៅរកផ្ទះលោកមេភូមិហ្នឹងហើយពេលហ្នឹងដែរពេលគាត់ដើរហ្នឹងក៏ស្រាប់តែឃើញលោកមេភូមិដើរតម្រង់មកសាលារៀនហ្នឹងហើយបងពិសិដ្ឋគាត់ក៏ឃើញលោកមេភូមិហ្នឹងកាន់ដបសាំងមួយហើយនឹងក្បិតប៉ាំងតោមួយគាត់ក៏ឃើញចំលោកមេភូមិនេះតើណាត្រែងចេះមានសាំងមួយដបហើយនឹងក្បិតប៉ាំងតោនៅជិតដៃអញ្ចឹងគាត់អត់ហ៊ានចេញទៅទេគាត់រៀនភ័យដែរគាត់រពួននៅគៀនគល់ឈើមួយសិននៅគៀនដើមឈើមួយគាត់ឃើញគាត់រពួននៅគៀនហ្នឹងសិនចង់មើលថាលោកមេភូមិហ្នឹងគាត់ធ្វើអីគេហើយពេលហ្នឹងដែរក៏ស្រាប់តែឃើញលោកមេភូមិហ្នឹងកាន់អាក្បិតប៉ាំងតោជាមួយនឹងសាំងមួយដបហ្នឹងដើរទៅរងទៅអាដើមជ្រៃធំមួយហ្នឹងអាដើមជ្រៃនៅជិតសាលារៀនហ្នឹងហើយគាត់យកក្បិតប៉ាំងតោទៅចោលនឹងអាដើមហ្នឹងបរហើយហើយនិយាយថាម៉េចហើយចង់ឲ្យគេដឹងណាហើយអញនឹងយកសាំងមកដុតឲ្យងាប់ហ្មងហើយគាត់ជាខ្មោចហើយមិនតណាតណៃទេអីហើយចង់ឲ្យគេដឹងអាចកំបាំងមែនអាហ្នឹងគាត់ស្រែកសម្លុតណាគាត់ស្រែកសម្លុតយកក្បិតប៉ាំងតោទៅចោលនឹងអាដើមជ្រៃមួយហ្នឹងហើយគាត់ថាអញនឹងដុតដើមនេះចោលឲ្យលលឹងឲ្យព្រលឹងឲ្យលាហ្មងហើយប្រកែអត់ទៅចាប់ជាតិអីហើយស្រាប់តែពេលហ្នឹងដែរគឺស្រាប់តែមានខ្យល់មួយខ្លាំងមែនទែនបកអាមេឃជ្រៃនឹងគូពីគវត់ខ្យល់ឡើងខ្លាំងមែនទែនហើយពេលហ្នឹងក៏ស្រាប់តែលេចចេញនៅសមោលក្មេងៗ 4-5 នាក់នៅឈរជុំវិញលោកមេភូមិហ្នឹងសមោលហ្នឹងនៅជុំវិញលោកមេភូមិមែនទែនហើយលោកមេភូមិហ្នឹងក៏គាត់យកអាបិទប៉ាំងតោហ្នឹងកាប់អាសមោលហ្នឹងកាប់គូពីគវត់ឆ្វេងស្ដាំ
ហើយដោយសារគាត់កាប់ស្មល់គាត់កាប់មិនកើតអ្នកគ្នាស្មល់ពលឹងខ្មៅហ្នឹងកាប់ធ្លុះកាប់កវីក្បិតហើយពេលហ្នឹងក៏ស្រាប់តែបងពិសិដ្ឋហ្នឹងគាត់បានឃើញស្មល់មនុស្សធំម្នាក់លេចចេញមកងើបចេញពីគល់ឈើមកទាំងដែលស្មល់ទាំងដែរគឺមើលទៅដូចជាមានខ្សែនៅជិបនឹងកដូចអាខ្សែចងកងើបមកមានស្មល់ហ្នឹងហើយពេលហ្នឹងដែរលោកមេភូមិហ្នឹងក៏បានស្រែកខ្លាំងមែនទែនស្រែកឡើងភ័យរន្ធត់មែនទែនគាត់ថាជួយផងហើយពេលហ្នឹងដែរបងពិសិដ្ឋគាត់ឃើញអញ្ចឹងគាត់ចង់រត់ទៅជួយលោកមេភូមិហ្នឹងគាត់រត់ទៅជួយគាត់ទៅឈានជើងបានមួយឈានពីរឈាននេះស្រាប់តែមានខ្យល់មួយខ្លាំងមែនទែនមកបោកខ្លួនបងពិសិដ្ឋហ្នឹងទៅបោកក្បាលជាមួយនឹងគល់ឈើមួយដែលនៅជាដើមជ្រៃធំហ្នឹងមានដើមឈើមួយហ្នឹងគាត់ខំលបមើលនៅត្រង់ហ្នឹងរត់ចេញមកតែមានខ្យល់អ្វីមួយយ៉ាងមកបក់ចំខ្លួនគាត់ប៉ាំងគាត់ដួលភីងក្បាលគាត់បោកជាមួយនឹងអាគល់ឈើហ្នឹងគាត់ស្លាប់នៅនឹងបណ្ដោយហើយពេលដែលបងពិសិដ្ឋស្លាប់ហ្នឹងគាត់ដូចជាយល់សពឬក៏ចេញជារូបភាពមិនឯងអត់ដឹងដូចប្រហែលជាយល់សពអ្នកគ្នាគាត់ថាឃើញដូចវីដេអូគេចាក់ឲ្យមើលអញ្ចឹងគាត់ថាហេតុការណ៍ហ្នឹងកាលពី15ឆ្នាំមុនហ្នឹងមានមេភូមិម្នាក់គាត់ជួញដូរកុមារខុសច្បាប់គាត់ចាប់ក្មេងៗយកទៅលក់អីចឹងណាហើយស្រាប់តែថ្ងៃមួយហ្នឹងកូនប្រុសរបស់លោកគ្រូធុនដែលជាគ្រូបង្រៀនហ្នឹងបានឃើញលោកមេភូមិម្នាក់ហ្នឹងឃើញចាប់ក្មេងចាប់អីយកទៅលក់អញ្ចឹងទៅដល់ពេលអញ្ចឹងហើយលោកមេភូមិនោះស្រាប់តែឃើញក្មេងហ្នឹងឃើញកូនលោកគ្រូធុនណាគ្រាន់តែឃើញកូនលោកគ្រូធុនឃើញភ្លាមហើយលោកមេភូមិហ្នឹងក៏ដេញចាប់អាក្មេងម្នាក់ហ្នឹងក្មេងដែលត្រូវជាកូនលោកគ្រូធុនចាប់ហើយសម្លាប់ក្មេងហ្នឹងចោលហ្មងហើយយកសាកសពក្មេងហ្នឹងទៅបោះចោលក្នុងទឹកហើយក៏ទៅប្រាប់អ្នកភូមិផ្សេងថាកូនលោកគ្រូធុនហ្នឹងលងទឹកស្លាប់ហើយពេលហ្នឹងដែរលោកគ្រូធុនក៏នៅទីនោះដែរដោយសារលោកគ្រូធុនឡាយចូលក្នុងបន្ទប់ទៅយកក្នុងបន្ទប់បរិញ្ញាទៅចេញមកតាមក្រោយទៅស្រាប់តែលោកមេភូមិហ្នឹងក៏ទៅស្លាប់លោកគ្រូធុននឹងបណ្ដោយយកក្បិតទៅកាប់ត្រូវកលោកគ្រូធុនហ្នឹងកាប់ត្រូវករួចលោកគ្រូធុនហ្នឹងក៏ស្លាប់ទៅហើយពេលដែលលោកគ្រូធុនស្លាប់ហ្នឹងលោកមេភូមិម្នាក់ហ្នឹងក៏បានយកខ្សែយកមកចងកលោកគ្រូធុនហ្នឹងទៅហើយយកទៅពយោនឹងអាដើមជ្រៃធំហ្នឹងដើម្បីប្រាប់អ្នកភូមិថាលោកគ្រូធុននេះបានចងកស្លាប់ខ្លួនដោយសារតែកូនគាត់លងទឹកទៅគាត់ធ្វើចិត្តអត់បានទៅគាត់មកចងកនៅនឹងដើមជ្រៃហ្នឹងគាត់ព្យាយាមធ្វើហេតុការមើលទៅឲ្យវាតាក់ទងគ្នាតាក់ទាញគ្នាទៅដើម្បីឲ្យលាក់ពីអ្នកភូមិកុំឲ្យអ្នកភូមិដឹងកុំឲ្យប៉ូលីសដឹងអញ្ចឹងណាហ្នឹងហើយហេតុការណ៍ហ្នឹងដែរក៏អត់មានណាដឹងទេតាំងពីនឹងមកគឺអាលោកមេភូមិហ្នឹងគឺលាក់ចិត្តល្អមែនទែនហើយក្នុងយល់សពបងពិសិដ្ឋពេលហ្នឹងគាត់ក៏ងាកទៅមើលឃើញក្រុងឆ្អឹងមួយដែលនៅក្រោមដើមជ្រៃហ្នឹងឃើញក្រុងឆ្អឹងមួយហើយគាត់ក៏ស្រាប់តែសម័យឃើញទៅរឿងហ្នឹងគាត់បានឃើញហេតុការណ៍មួយដែលអាលោកមេភូមិហ្នឹងចាប់ក្មេងយកទៅជួញដូរអញ្ចឹងពេលជួញដូរទៅក្មេងហ្នឹងក៏រត់រួចដូចថាដាក់ឡានអញ្ចឹងទៅនៅពេលក្មេងហ្នឹងបានដឹងខ្លួនពីការចាប់ខ្លួនទៅក្មេងហ្នឹងក៏បានរត់រួចទាំងប្រផាប់ប្រភីងទាំងដែលរត់គេចខ្លួនណាគេពេលហ្នឹងគេចាប់ទៅដល់ទីក្រុងភ្នំពេញចាប់ពីជនបទហ្នឹងរត់ទៅដល់ទីក្រុងភ្នំពេញហើយក្មេងម្នាក់ហ្នឹងក៏បានរត់ចេញពីឡានហ្នឹងបានរត់ចេញហើយរត់ចូលទៅផ្ទះគេប្រាប់ឲ្យគេជួយគេអីចឹងទៅហើយពេលហ្នឹងដែរបងពិសិដ្ឋក៏ថាពិតជាចម្លែកមែនទែនគាត់ឃើញមុខអ្នកដែលជួយក្មេងម្នាក់ហ្នឹងគឺជាឪពុកម្ដាយរបស់គាត់ឪពុកម្ដាយដែលថាឪពុកម្ដាយចិញ្ចឹមរបស់គាត់ហើយពេលហ្នឹងបងពិសិដ្ឋក៏គាត់គិតថាប្រហែលជារូបរាងក្មេងម្នាក់ហ្នឹងដែលបានរត់គេចផុតពីការចាប់ខ្លួនរបស់អាមេភូមិម្នាក់ហ្នឹងដែលយកទៅជួញដូរឲ្យគេហ្នឹងប្រហែលជាគាត់ហ្នឹងឯងតាំងពីក្មេងដោយសារគាត់មានការភ្លេចការចងចាំដោយសារគាត់នៅក្មេងពេកណាមួយក្មេងអត់សូវចាំផងហើយពេលរត់ទៅវាមានអារម្មណ៍ថាប៉ះទង្គិចអីចឹងដល់ពេលចឹងទៅក៏ភ្លេចការចងចាំផងអីផងដល់ពេលចឹងគាត់ទំនឹងដឹងខ្លួនគាត់ទំដឹងការចងចាំគាត់មកវិញហើយស្រាប់តែឪពុកម្ដាយថ្មីរបស់គាត់ហ្នឹងក៏បានដូចឈ្មោះដាក់ឈ្មោះថ្មីឈ្មោះអីចឹងទៅដោយសារតែពេលហ្នឹងគាត់នៅតូចពេកគាត់ហ្នឹងដូចជាអាយុត្រឹម5ឆ្នាំអីទេអត់ដឹងអាយុប៉ុន្មានឆ្នាំដែរជួនកាលរៀនអ្នកទី1ទី1អីចឹងណាគាត់ចាំអត់បានទេពេលហ្នឹងដឹងថាគាត់មានឈ្មោះថ្មីដែលឈ្មោះពិសិដ្ឋហ្នឹងអត់ដឹងថាឈ្មោះពីមុនហ្នឹងគាត់ឈ្មោះអីគេទេហើយពេលដែលគាត់ចងចាំការចងចាំគាត់មកវិញហ្នឹងហើយពេលហ្នឹងគាត់ក៏ដូច
ដេកលក់ឈឹងមិនដឹងជាស្លាប់ឬក៏មិនទេរហូតដល់ព្រឹកឡើងបានគាត់ដឹងខ្លួនមកវិញឃើញគាត់នៅក្បែរគល់ជ្រៃហ្នឹងគាត់ក៏ដើរត្រឡប់ទៅកាន់ផ្ទះគាត់ហ្នឹងទៅហើយពេលដែលភ្លឺឡើងពេលថ្ងៃត្រង់ហ្នឹងក៏គេស្រាប់តែមានរឿងមួយដែលអ្នកភូមិបាននិយាយថាលោកមេភូមិបាត់ខ្លួនគាត់ថាឃើញលោកមេភូមិព្រឹកមិញហ្នឹងដូចជាបាត់បង់សតិដូចជាមនុស្សឈួតចឹងដើរលេលើនិយាយអីអត់ដឹងខ្យល់ទេថាខ្ញុំខ្លាចហើយដើរស្រែកអលេឡូពេញភូមិហើយក៏អត់ដឹងជាកើតអីទេឃើញរត់ត្រង់ចូលព្រៃហ្មងរត់ត្រង់ទាំងដូចមានសភាពភ័យខ្លាចដូចជាមានអ្នកណាតាមស្លាប់គាត់ចឹងណាហ្នឹងហើយឃើញក៏រត់ចូលព្រៃទៅហើយទៅពេលចឹងអ្នកភូមិក៏នាំគ្នាតាមរឡើងដល់ពេលល្ងាចបានរកឃើញសាកសពលោកគ្រូសាកសពលោកមេភូមិហ្នឹងច្រឡំមិនលោកគ្រូទេលោកមេភូមិឃើញសាកសពលោកមេភូមិនៅក្នុងព្រៃហ្នឹងទាំងដែលសាកសពរបស់គាត់ហ្នឹងបើកថ្មេកមើលទៅដូចជាមានភាពភ័យខ្លាចនឹងអ្វីមួយរហូតដល់ថ្នាក់ស្លាប់ចឹងហើយពេលហ្នឹងដែរអ្នកភូមិក៏បានយកសាកសពលោកមេភូមិហ្នឹងមកកាន់ភូមិវិញមកហើយក៏ធ្វើពិធីបុណ្យសពធ្វើអីចឹងទៅហើយពេលបងពិសិដ្ឋគាត់ដឹងថានៅនឹងដើមជ្រៃហ្នឹងគឺមានព្រលឹងរបស់លោកគ្រូធុនកាលពី15ឆ្នាំមុនហ្នឹងគាត់ក៏បានធ្វើបុណ្យឧទ្ទិសកុសលទៅដល់លោកគ្រូធុនហើយនឹងមិត្តភ័ក្តិរបស់គាត់មុនដែលបានលោកមេភូមិនឹងចាប់ចម្រិតយកទៅលក់យកទៅអីចឹងជួនកាលចាប់យកទៅលក់អញ្ចឹងគេអាចនឹងសម្លាប់ក្មេងនឹងឬក៏វិសយកកលៀនអីចឹងណាកាលពីជំនាន់មុនចឹងណាគាត់ក៏ឧទ្ទិសកុសលទៅដល់មិត្តភ័ក្តិរបស់គាត់ផងដែរដែលបានចែកឋានទៅមិត្តភ័ក្តិលើករៀនជាមួយគ្នាតែត្រូវលោកមេភូមិនឹងចាប់យកទៅជួញដូរខុសច្បាប់អីចឹងទៅហើយចាប់តាំងពីគាត់ធ្វើបុណ្យឧទ្ទិសកុសលទៅដល់លោកមេភូមិទៅដល់លោកគ្រូធុនទៅដល់មិត្តភ័ក្តិរបស់គាត់ហ្នឹងក៏ចាប់ពីពេលហ្នឹងមកគឺអត់មានហេតុការណ៍អ្វីទេក្មេងៗបានទៅរៀនសុខសប្បាយអត់មានណាគេភ័យខ្លាចអីទេហើយក៏អត់មានសាច់រឿងអីចម្លែកមកទៀតដែររឿងនេះដែរគឺជាហេតុការណ៍មួយរបស់បងពិសិដ្ឋដែលគាត់ចាំមកគាត់ថាម្ដងនេះចាំគ្មានថ្ងៃភ្លេចទេធ្លាប់ពីមុនមានការភ្លេចភ្លាំងដោយសារគាត់នៅក្មេងចងចាំអត់បានតែរំដល់ថ្ងៃហ្នឹងគឺគាត់ចាំអត់ភ្លេចទេហ្នឹងហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមកស្ដាប់រឿងមួយនេះបាទសូមអរគុណច្រើនពេលស្ដាប់ដល់ចប់ហ្នឹងកុំភ្លេចឲ្យមេដៃនិង Subscribe អ្នកមួយផងនិងឲ្យ Subscribe ពងតិចផងទៅធ្វើបានប្រហែល14 15 Subscribe នេះ